មានកូនតូចឧស្សាហ៍ជួបបញ្ហាហោមពោះរាករូសទល់លាមកយំងក់ងរោគរឿនច្រើនដោយសារតែគាត់អត់សូវស្រួលខ្លួននេះអាចមកពីម៉ាក់ប៉ាមើលរំលងនឹងសារជាតិចិញ្ចឹមសំខាន់ចំនួន2នេះម៉ាក់ប៉ាមានកូនតូចៗដែលឮពាក្យមួយឃ្លាដែលអ្នកជំនាញនិយាយថាក្មេងតូចៗប្រព័ន្ធភាពស៊ាំរាងកាយរបស់គាត់ស្ទើរតែទាំងមូលទៅហើយពឹងផ្អែកទៅលើប្រព័ន្ធរំលាយអាហារដែរឬអត់កត្តានឹងឲ្យទៅបានជាក្មេងៗដែលគាត់ច្រើនតែជួបនៅបញ្ហារាករូសហោមពោះទល់លាមករ៉ាំរ៉ៃសុខភាពរបស់ពួកគាត់ខ្សោយងាយឈឺណាស់ដូច្នេះសម្រាប់ម៉ាក់ប៉ាដែលគាត់មានកូនតូចៗអាយុចាប់ពី6ខែឡើងគួរតែផ្ដល់នូវអាហារូបត្ថម្ភបន្ថែមចំនួន2ទៀតហើយទី1នោះគឺសារជាតិ probiotic សារជាតិ probiotic គឺជាបាក់តេរីល្អឬពពួកមីក្រូសរីរាង្គដែលមានស្រាប់នៅខាងក្នុងពោះវៀនក៏ប៉ុន្តែសម្រាប់ក្មេងពិតជាត្រូវការបន្ថែមដើម្បីរក្សានូវតុល្យភាពនៃអតិសង្ឃុំប្រេនពោះវៀនចំពោះសារជាតិ probiotic ដែលល្អសម្រាប់ក្មេងតូចៗបច្ចុប្បន្ននេះគឺគេច្រើនតែណែនាំទៅលើផលិតផលម្សៅទឹកដោះឆុងដែលជាផលិតផលត្រូវបានគេធ្វើឡើងជាមួយនឹងរូបមន្តពិសេសបែបសម័យទំនើបមាននូវសារជាតិ probiotic ជាក់លាក់និងត្រូវបានគេសិក្សាឃើញថាមានប្រយោជន៍ដល់សុខភាពពោះវៀនរបស់ទារកជាក់ស្ដែងដូចជាម្សៅទឹកដោះពពែ Olicy Gold Meal របស់ប្រទេសអូស្ត្រាលីមួយប្រភេទនេះត្រូវបានគេចម្រាញ់ចេញពីទឹកដោះពពែធម្មជាតិសុទ្ធ 100% ចម្រាញ់យកតែសារជាតិចិញ្ចឹមល្អៗដែលមានផ្ទុកនៅ probiotic ល្អនិងជាក់លាក់ជួយសម្រួលទៅដល់សុខភាពពោះវៀនរបស់ក្មេងតូចគាំទ្រដល់សុខភាពប្រព័ន្ធរំលាយអាហារកាត់បន្ថយនៅបញ្ហារាករូសធ្វើឲ្យលាមកទន់ក្មេងងាយស្រួលក្នុងការបន្តបងដោះស្រាយបញ្ហាទល់លាមកហោមពោះជាដើមនិងអ្វីដែលកាន់តែសំខាន់នោះគឺថានៅពេលដែលពោះវៀនរបស់ក្មេងតូចមានសុខភាពល្អវាអាចនឹងធ្វើឲ្យរាងកាយរបស់ពួកគាត់ស្រូបយកនូវសារជាតិចិញ្ចឹមសារជាតិវីតាមីនជាតិរ៉ែបានកាន់តែច្រើនដើម្បីចូលទៅជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំរាងកាយជំរុញទៅដល់ដំណើរការលូតលាស់អភិវឌ្ឍខួរក្បាលកាត់បន្ថយហានិភ័យនៃការកើតនូវជំងឺត្រអកប្រតិកម្មអាឡែហ្ស៊ីនិងបង្ការពីការឆ្លងនូវជំងឺមួយចំនួនបានផងដែរចូលទៅដល់សារជាតិចិញ្ចឹមទី2វិញគឺជាប្រភេទសារជាតិ prebiotic សារជាតិនេះវាប្រៀបដូចជាអាហារចិញ្ចឹមបាក់តេរីល្អ probiotic នៅខាងក្នុងពោះវៀនក្មេងអញ្ចឹងនៅពេលដែលក្មេងតូចដែលគាត់មានអាយុចន្លោះពី6ទៅ7ខែឡើងគឺក្រុមគ្រូពេទ្យក៏តែងតែណែនាំឲ្យម៉ាក់បន្ថែមនៅបន្លែផ្លែឈើតិចតួចទៀតទៅលើរបបអាហារអូនតូចជាប្រចាំថ្ងៃដោយក្នុងនោះរួមមានដូចជាប្រភេទផ្លែចេកផ្លែប៉ោមពពួកប៊ឺរីឬក៏ដំឡូងជ្វាជាដើមប៉ុន្តែសម្រាប់ម៉ាក់ដែលគាត់គិតថាអូនតូចពិបាកនៅក្នុងការញ៉ាំអាហារទាំងអស់នេះបច្ចុប្បន្ននេះក៏អត់ពិបាកផងដែរអាចស្វែងរកនៅផលិតផលជំនួយបានដូចជានៅក្នុងផលិតផលម្សៅទឹកដោះពពែ Olicy Gold Meal មិនត្រឹមតែមាននៅសារជាតិ probiotic នោះទេក៏មានផ្ទុកបន្ថែមនៅសារជាតិ prebiotic ផងដែរដែលវាអាចនឹងចូលទៅជំនួយដល់ដំណើរការសុខភាពពោះវៀនអូនតូចបានទាំងព្រមតែម្ដងក្នុងន័យនេះគឺនៅតែលើកទឹកចិត្តឲ្យម៉ាក់ព្យាយាមឲ្យកូនតូចញ៉ាំនៅបន្លែផ្លែឈើនិងអាហារូបត្ថម្ភបន្ថែមស្របតាមការណែនាំរបស់ក្រុមគ្រូពេទ្យបើទោះបីជាមានផលិតផលល្អសម្រាប់ជំនួយដល់សុខភាពកូនជាប្រចាំថ្ងៃក៏ដោយតែនេះគឺជាគុណសម្បត្តិសំខាន់នៃសារជាតិ probiotic និង prebiotic ដែលម៉ាក់ប៉ាមានកូនតូចគួរតែយកចិត្តទុកដាក់ផ្ដល់ឲ្យបានគ្រប់គ្រាន់សំខាន់នោះគឺនៅពេលដែលអូនមានអាយុចន្លោះពី6ទៅ7ខែឡើងដែលជាអំឡុងពេលមួយម៉ាក់សម័យថ្មីគឺគាត់ចាប់ផ្ដើមផ្ដាច់ដោះអាអូនហើយនិងជ្រើសរើសនៅប្រភេទម្សៅទឹកដោះឆុងឲ្យកូនញ៉ាំជំនួសវិញនិងប្រសិនជាម៉ាក់ប៉ាដែលគាត់ពិបាកនៅក្នុងការស្វែងរកនៅប្រភេទផលិតផលដែលមានផ្ទុកទៅដោយសារជាតិចិញ្ចឹមទាំងនេះណែនាំនៅប្រភេទម្សៅទឹកដោះពពែ Olicy Gold Meal មានទាំង prebiotic និង probiotic ជាម្សៅទឹកដោះពពែរបស់ប្រទេសអូស្ត្រាលីចម្រាញ់ចេញពីទឹកដោះពពែសុទ្ធ 100% និងមានលក្ខណៈស្រដៀងទៅនឹងទឹកដោះម្ដាយដែលធ្វើឲ្យអូនតូចងាយស្រួលមុំជាមួយគ្នានេះ Olicy Gold Meal មានផ្ទុកនូវសារជាតិចិញ្ចឹមបន្ថែមផ្សេងទៀតរួមមានដូចជាប្រភេទ protein A2 កាល់ស្យូមវីតាមីន D វីតាមីន B group សារជាតិរ៉ែសំខាន់និងចាំបាច់ជួយទៅទ្រទ្រង់ដល់ការលូតលាស់នៅផ្នែករាងកាយខួរក្បាលការអភិវឌ្ឍប្រព័ន្ធភាពស៊ាំជំនួយដល់ឆ្អឹងពោះវៀននិងផ្ដល់ថាមពលដល់ក្មេងៗរាល់ព័ត៌មានបន្ថែមផ្សេងឬម៉ាក់ប៉ាចាប់អារម្មណ៍ចង់កំងទិញទាក់ទិនជាមួយនឹងប្រភេទម្សៅទឹកដោះពពែ Olicy Gold Meal អាចទំនាក់ទំនងដោយផ្ទាល់បានតាមរយៈលេខទូរស័ព្ទក៏ដូចជាเพจដោយដែលក្រុមការងារបានដាក់បង្ហាញនៅខាងក្នុងវីដេអូមួយនេះ